សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសារនាមារបស់មីនជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាររឿងរបស់យើងភាគបន្តផងដែរក៏ប៉ុន្តែមុនចូលទៅដល់សាររឿងសង្ឃឹមថាអ្នកទាំងគ្នាមិនចិត្តអាក្រក់ជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមីនម្នាក់មួយហើយមីនក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេមីនពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមីនបន្តទៀតអាច donate បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតើកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានសាររឿងរបស់យើងទាំងអស់គ្នាលុះព្រឹកថ្ងៃថ្មីចូលមកដល់វាក៏ដល់ថ្ងៃលោកគ្រូប្រកាសលទ្ធផលប្រឡងផងដែរហើយនៅពេលដែលកញ្ញាឃ្លាឃើញភ្នែកឥតបានកេងយប់មិញរបស់រ៉េព្រាងនាងគិតថារ៉េដេកភ័យខ្លាចចាញ់បានជាយប់មិញគេមិនលក់បែបនេះដែលធ្វើឲ្យនាងសើចសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែរ៉េនាងក៏តបវិញថានាងគឺអត់បានដេកភ័យខ្លាចចាញ់នោះទេក៏ប៉ុន្តែនាងកំពុងតែសម្រេចចិត្តថានឹងសុំអ្វីពីកញ្ញាឃ្លាដែលធ្វើឲ្យនាងលឺហើយគឺមួម៉ៅខ្លាំងមែនទែនបន្ទាប់មកលោកគ្រូក៏ប្រកាសលទ្ធផលរបស់សិស្សនៅក្នុងមុខវិជ្ជាទូទៅអ្នកដែលចុះលេខ1គឺជាព្រះអង្គម្ចាស់រ៉ូតហើយចំណែកឯរ៉េវិញនាងគឺជាប់ចំណាត់ថ្នាក់លេខ3រីឯកញ្ញាឃ្លាគឺជាប់លេខ4ឯណោះដែលធ្វើឲ្យនាងគឺមិនចង់ជឿនោះទេបន្ទាប់មកនៅពេលដែលការប្រឡងសុជីវធម៌ប្រកាសឡើងកញ្ញាឃ្លានាងគឺជាប់លេខ3ហើយចំណែកឯរ៉េគឺជាប់លេខ4វិញដែលនាងឈ្នះរ៉េមួយមុខវិជ្ជាដែរគឺធ្វើឲ្យនាងសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលរ៉េឃើញកញ្ញាឃ្លាសប្បាយចិត្តអញ្ចឹងវាគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់បន្ទាប់មកលោកគ្រូក៏ប្រកាសលទ្ធផលចុងក្រោយដែលជាការប្រឡងសមត្ថភាពវេទមន្តដែលធ្វើឲ្យសិស្សគ្រប់គ្នាគឺចង់ដឹងខ្លាំងមែនទែនស្របពេលហ្នឹងកញ្ញាឃ្លាគឺជឿជាក់ខ្លាំងណាស់ថានាងនឹងយកឈ្នះរ៉េបានហើយនឹងឲ្យរ៉េនាងត្រៀមខ្លួនចាកចេញពីសាលានេះឲ្យហួយទៅក៏ប៉ុន្តែនៅពេលដែលលោកគ្រូប្រកាសលទ្ធផលហ្នឹងគឺធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលជាខ្លាំងជាពិសេសកញ្ញាឃ្លាហ្នឹងតែម្ដងហើយអ្នកដែលមានសមត្ថភាពវេទមន្តខ្លាំងនិងជាប់ចំណាត់ថ្នាក់លេខ1នោះគឺជារ៉េយើងនឹងឯងនៅក្នុងលទ្ធផលហ្នឹងសមត្ថភាពរបស់រ៉េគឺមិនអាចបោះវែងបានដែលវាគឺចូលកម្រិតពិសេសហើយបន្ទាប់មកកញ្ញាឃ្លាក៏មកសួររ៉េអំពីរឿងនេះផងដែរព្រោះតែនាងគឺដែលបានឮរឿងហ្នឹងពីមុនមកនោះទេដែលមានមនុស្សមានសមត្ថភាពពិសេសនោះហើយព្រះអង្គម្ចាស់រ៉ូតក៏សួររ៉េអំពីចេតនាបាញ់ខុសរបស់នាងក្នុងការប្រឡងផងដែរដែលធ្វើឲ្យម្នាក់ៗឮហើយគឺភ្ញាក់ផ្អើលជាខ្លាំងហើយព្រះអង្គម្ចាស់រ៉ូតក៏និយាយទៀតថាប្រសិនបើរ៉េមានកម្រិតពិសេសហើយវាសមត្ថភាពនៅលើឧបករណ៍វេទមន្តមានតម្លៃនោះវាអាចនឹងខូចឬក៏ផ្ទុះជាមិនខានហើយគាត់គិតថារ៉េនឹងមានធាតុពីរនៅក្នុងខ្លួនជាធម្មតាមនុស្សម្នាក់ៗគឺអាចមានធាតុតែមួយតែប៉ុណ្ណោះហើយប្រហែលរ៉េនាងជាករណីលើកលែងដែលមានធាតុលើសពីមួយនៅពេលដែលពួកគេឮហើយគឺមិនចង់ជឿនោះទេហើយសាច់រឿងក៏បានប្រាប់ថាតួឯកនៅក្នុងហ្គេមគឺមានធាតុពីរដែលជាធាតុដីនិងធាតុទឹកមិនត្រឹមតែប៉ុណ្ណោះនាងគឺមានកម្រិតពិសេសទៀតផងដែលជាសមត្ថភាពខ្លាំងជាងគេនឹងឯងហើយវាគឺដូចការគិតរបស់ព្រះអង្គម្ចាស់រ៉ូតពិតមែនហើយសាច់រឿងក៏បានកាត់មកឈុតបន្ទាប់នៅពេលដែលកញ្ញាឃ្លានិយាយគ្នាជាមួយនឹងមិត្តភ័ក្តិរបស់នាងនៅពេលហ្នឹងរ៉េគឺមកពីក្រោយដូចជាខ្មោចអញ្ចឹងដែលធ្វើឲ្យកញ្ញាឃ្លាភ័យខ្លាំងមែនទែនហើយរ៉េមកហ្នឹងគឺមកទាមទារកិច្ចព្រមព្រៀងរបស់ពួកគេទាំងពីរដែលរ៉េនាងឈ្នះកញ្ញាឃ្លាហ្នឹងឯងនៅពេលដែលកញ្ញាឃ្លាឮហើយគឺនាងមិនចង់ធ្វើតាមនោះទេរ៉េឮបែបនេះនាងថាកញ្ញាឃ្លាមិនស្មោះត្រង់ពីសម្ដីរបស់ខ្លួនឯងឡើយក៏ប៉ុន្តែពួកគេក៏បានស្បត់ចំពោះព្រះផងដែរថានឹងធ្វើតាមនៅពេលដែលនរណាម្នាក់ឈ្នះនោះហើយនៅក្នុងនគរហ្នឹងពាក្យសម្បត្តិចំពោះព្រះគឺមានសារៈសំខាន់ខ្លាំងណាស់ប្រសិនបើនរណាម្នាក់បំពាននឹងពាក្យសច្ចានោះនឹងត្រូវបានគេមើលងាយដោយមិនគិតពីឋានៈខ្ពស់ទាបឡើយដោយគ្មានជំរើសកញ្ញាឃ្លាក៏យល់ព្រមធ្វើតាមទៅហើយអ្វីដែលរ៉េនាងចង់បាននោះគឺចង់ឲ្យកញ្ញាឃ្លាកុំបោះបង់ក្នុងការធ្វើបាបនាងអីបើទោះបីជាវាពិបាកយ៉ាងណាក៏ដោយសូមនាងប្រយុទ្ធជាមួយនឹងខ្ញុំបន្តទៀតដែលធ្វើឲ្យកញ្ញាឃ្លាឮហើយមិនយល់ពីរ៉េនោះទេនាងគិតថារ៉េនឹងសុំអ្វីដែលសមហេតុផលជាងនេះក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកញ្ញាឃ្លាក៏ស្បត់ចំពោះព្រះផងដែរថានាងនឹងមិនបោះបង់ក្នុងការប្រយុទ្ធគ្នាជាមួយនឹងរ៉េឡើយបើទោះបីជាវាមានអ្វីកើតឡើងក៏ដោយនាងស្បត់ថានឹងបន្តប្រយុទ្ធដល់ទីបញ្ចប់និយាយចប់នាងក៏សួររ៉េបញ្ជាក់ថានោះពិតជាអ្វីដែលនាងចង់បានមែនក៏អត់រីឯរ៉េវិញក៏តបថាគឺពិតមែនហើយបន្ទាប់មកក៏អស់ការអីហើយកញ្ញាឃ្លាក៏ដើរចេញពីទីនេះហើយរ៉េនាងក៏ស្រែកពីចម្ងាយផងដែរថានាងស្រឡាញ់កញ្ញាឃ្លាដែលធ្វើឲ្យកញ្ញាឃ្លាលើកពាក្យហ្នឹងគឺឡើងសក្គាតិចហើយនាងក៏ស្រែកស្ដីឲ្យរ៉េមួយទំហឹងតែម្ដងបន្ទាប់ពីល្ងាចចូលមកដល់កញ្ញាឃ្លានាងត្រូវការអ្នកបម្រើម្នាក់ទៀតដើម្បីបម្រើនាងផ្ទាល់ដូច្នេះហើយអ្នកមីងមេផ្ទះក៏សម្ភាសន៍អ្នកបម្រើថ្មីជាច្រើនអ្នករួចមកហើយគាត់គិតថាម្នាក់ដែលគាត់សម្ភាសន៍ចុងក្រោយនេះគឺមានលក្ខណៈសម្បត្តិត្រឹមត្រូវក៏ប៉ុន្តែកញ្ញាឃ្លានិយាយថាចុះហេតុអ្វីបានជានាងម្នាក់នេះទៅវិញដឹងអត់ថាខ្ញុំមិនចូលចិត្តនាងម្នាក់នឹងនោះទេក៏ប៉ុន្តែរ៉េនាងក៏និយាយថានាងគឺគ្រាន់តែចង់រកលុយក្នុងការធ្វើអ្វីដែលនាងចង់ធ្វើតែប៉ុណ្ណោះបើទោះបីជានាងមានអាហារូបករណ៍ក៏ដោយក៏នាងនៅតែត្រូវការវាហើយមួយវិញទៀតនាងមិនមែនធ្វើនឹងយកតែលុយនោះទេគឺនាងក៏ចង់នៅក្បែរកញ្ញាឃ្លាផងដែរព្រោះតែនាងស្រឡាញ់កញ្ញាឃ្លាបន្ទាប់ពីកញ្ញាឃ្លាឮបែបហ្នឹងនាងក៏បានប្រកែកថានាងគឺមិនចង់យករ៉េធ្វើជាអ្នកបម្រើរបស់នាងនោះទេស្របពេលនឹងដែរឪពុករបស់កញ្ញាឃ្លាក៏បានដើរចូល
ចូលមកដោយសារតែមានសម្លេងរំខានខ្លាំងណាស់ហើយគាត់គឺមានឈ្មោះថាលោកដុលគឺជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅក្នុងនគរនេះនៅពេលដែលកញ្ញាឃ្លាឃើញឪពុកនាងមកអញ្ចឹងនាងក៏ប្រាប់គាត់ថានាងគឺអត់ចង់បាននារីម្នាក់នេះធ្វើជាអ្នកបម្រើរបស់នាងនោះទេក៏ដោយសារតែនាងតែងតែចំអកខ្ញុំនៅក្នុងសាលារៀនរហូតមកបន្ទាប់ពីឪពុករបស់នាងឮបែបហ្នឹងគាត់ក៏សម្រេចតាមកូនស្រីរបស់គាត់ផងដែរដែលធ្វើឲ្យកញ្ញាឃ្លាសប្បាយចិត្តជាខ្លាំងនៅពេលដែលគាត់រៀបនឹងដើរចេញហើយនោះរ៉េនាងក៏និយាយឈ្មោះនរណាម្នាក់ដែលធ្វើឲ្យគាត់ឮហើយភ្ញាក់ផ្អើលជាខ្លាំងនិងប្រញាប់សួរតើនាងស្គាល់គាត់មែនក៏ប៉ុន្តែរ៉េនាងចង់និយាយរឿងនេះតែពីអ្នកគាត់តែប៉ុណ្ណោះដោយបែបនេះគាត់ក៏ឲ្យអ្នកទាំងពីរចាក់ចេញពីបន្ទប់នឹងសិនទៅនៅពេលដែលពួកគេចាក់ចេញហើយយើងក៏មិនដឹងថារ៉េនាងនិយាយអ្វីខ្លះជាមួយនឹងលោកដលផងដែរមួយសន្ទុះក្រោយមកគាត់ក៏ចេញពីបន្ទប់នឹងវិញនិងប្រាប់កូនស្រីគាត់ឲ្យជ្រើសរើសក្មេងស្រីម្នាក់នេះធ្វើជាអ្នកបម្រើរបស់នាងទៅដែលធ្វើឲ្យកញ្ញាឃ្លាលឺហើយគាំងជាខ្លាំងហើយនាងគឺមិនយល់នោះទេហេតុអ្វីបានជាឪពុករបស់នាងផ្លាស់ប្ដូរលឿនបែបនេះនិងងាកស្រែកមកសួររ៉េតើនាងនិយាយអ្វីខ្លះជាមួយនឹងឪពុករបស់ខ្ញុំក៏ប៉ុន្តែលោកដលក៏ឆ្លើយជំនួសថាក្មេងស្រីនេះអាចទុកចិត្តបាននិងសមធ្វើជាអ្នកបម្រើរបស់កញ្ញាឃ្លាដោយមិនអាចប្រកែកជាមួយនឹងឪពុករបស់នាងបាននាងក៏យល់ព្រមឲ្យរ៉េធ្វើជាអ្នកបម្រើរបស់ខ្លួនក៏ប៉ុន្តែរ៉េនាងត្រូវតែគោរពនៅអ្វីដែលកញ្ញាឃ្លាបានបញ្ជាជានិច្ចហើយរ៉េនាងក៏យល់ព្រមធ្វើតាមផងដែរចំណែកឯអ្នកមីងមេផ្ទះហ្នឹងក៏ឲ្យរ៉េចាប់ផ្ដើមធ្វើការនៅថ្ងៃស្អែកនេះបន្ទាប់មកកញ្ញាឃ្លាក៏បានដើរចាក់ចេញពីទីនេះក៏ប៉ុន្តែរ៉េនាងនៅតែមិនចោលចរិតស្រែកសារភាពស្រឡាញ់ទៅកញ្ញាឃ្លាពីចម្ងាយផងដែរដែលធ្វើឲ្យកញ្ញាឃ្លាហត់នឿយនឹងឮពាក្យនេះជាខ្លាំងនិងរអ៊ូថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំទៅវិញបន្ទាប់មកទៀតមកនៅពេលដែលរ៉េនាងចូលធ្វើការថ្ងៃដំបូងនាងក៏ចូលផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យកញ្ញាឃ្លាក៏ប៉ុន្តែរ៉េនាងនៅឈរមើលរាងកាយដ៏ស្រស់ស្អាតរបស់កញ្ញាឃ្លាមិនឈប់ឡើយដែលធ្វើឲ្យកញ្ញាឃ្លាអៀនខ្លាំងមែនទែននិងស្រែកស្ដីឲ្យរ៉េតែម្ដងចំណែកឯរ៉េវិញនាងក៏ធ្វើការសុំទោសទៅកញ្ញាឃ្លាផងដែរក៏ប៉ុន្តែវាគឺស្រស់ស្អាតខ្លាំងណាស់នាងគឺសុំមើលវាឲ្យឆ្អែតសិនដែលធ្វើឲ្យកញ្ញាឃ្លាស្រែកឲ្យរ៉េឈប់ធ្វើបែបនេះទៀតទៅស្របពេលនឹងដែរអ្នកបម្រើផ្ទាល់ខ្លួនរបស់កញ្ញាឃ្លាម្នាក់ទៀតក៏បានឮផងដែរដែលធ្វើឲ្យនាងស្ដាប់ឮការប្រកែកគ្នារបស់ពួកគេទាំងពីរទាំងអស់សំណើចខ្លាំងមែនទែនបន្ទាប់ពីនោះនៅពេលដែលពួកគេកំពុងតែញ៉ាំអាហារកញ្ញាឃ្លានាងក៏ចង់ឲ្យអ្នកបម្រើរបស់នាងម្នាក់ទៀតផ្លាស់ប្ដូរសម្លៀកបំពាក់របស់នាងដូចរាល់ដងវិញក៏ប៉ុន្តែអ្នកបម្រើម្នាក់នោះក៏និយាយថាប្រសិនបើកញ្ញាឃ្លាមិនអនុញ្ញាតឲ្យរ៉េធ្វើវានោះទេនោះរ៉េនឹងមិនទទួលបានបទពិសោធន៍ឡើយហើយកញ្ញាឃ្លាក៏មានបញ្ហាកាន់តែច្រើនផងដែរហើយអ្នកបម្រើម្នាក់នោះគឺមានឈ្មោះថាឡេណេនាងគឺធ្វើអ្នកបម្រើរបស់កញ្ញាឃ្លាតាំងពីកុមារភាពមកម្ល៉េះហើយនាងក៏ជាកូនស្រីអភិជនម្នាក់ផងដែរដែលប៉ារបស់នាងគឺមានក្រុមហ៊ុនពាណិជ្ជកម្មនៅក្នុងនគរនេះហើយមូលហេតុដែលប៉ារបស់នាងមិនជូននាងមកបម្រើកញ្ញាឃ្លាក៏ដើម្បីចង់បង្កើតទំនាក់ទំនងអាជីវកម្មល្អជាមួយនឹងលោករដ្ឋមន្ត្រីហិរញ្ញវត្ថុដែលជាប៉ារបស់កញ្ញាឃ្លានឹងឯងបន្ទាប់មកកញ្ញាឃ្លាក៏ញ៉ាំអាហាររបស់នាងរួចរាល់ក៏ប៉ុន្តែវាគឺនៅសល់បន្លែបន្តិចទៀតដែលនាងមិនទាន់ញ៉ាំអស់ហើយលេណេក៏ឲ្យកញ្ញាឃ្លាញ៉ាំវាឲ្យអស់ទៅដោយសារតែបន្លែហ្នឹងគឺជាការបង់ពន្ធរបស់ប្រជាជនដែលពួកគេខំបង់ទោះជាយ៉ាងណាកញ្ញាឃ្លានាងនៅតែមិនព្រមញ៉ាំអញ្ចឹងដោយសារតែនាងគឺមិនចូលចិត្តបន្លែឡើយដោយបែបនេះរ៉េនាងក៏សូមអនុញ្ញាតញ៉ាំបន្លែនោះវិញក៏ប៉ុន្តែកញ្ញាឃ្លាលើអញ្ចឹងនាងក៏ខំប្រឹងញ៉ាំបន្លែនោះឲ្យអស់វិញគឺនាងអត់ចង់ឲ្យរ៉េប៉ះពាល់អាហាររបស់ខ្លួនឡើយបន្ទាប់ពីនោះរ៉េនាងក៏មករៀនតាមធម្មតានៅពេលដែលសាលាចេញទៅផ្ទះវិញព្រះអង្គម្ចាស់រ៉ូតក៏មកបបួលរ៉េលេងអុកជាមួយនឹងគ្នាក៏ប៉ុន្តែរ៉េនាងក៏បានបដិសេធដោយសារតែនាងប្រញាប់ទៅបម្រើកញ្ញាឃ្លាហើយក៏រត់ចាកចេញបាត់ទៅរីឯព្រះអង្គម្ចាស់រ៉ូតគាត់នឹងបបួលរ៉េលេងជារៀងរាល់ថ្ងៃរហូតដល់នាងព្រមលេងជាមួយនឹងគាត់តែម្ដងបន្ទាប់ពីនោះយើងឃើញកញ្ញាឃ្លាកំពុងតែនិយាយគ្នាលេងជាមួយនឹងមិត្តរបស់នាងដោយនាងនិយាយអំពីភោជនីយដ្ឋានដែលពេញនិយមនៅរាជធានីដែលមានឈ្មោះថា Bloom គឺពួកគេទើបតែបង្កើតសូកូឡាឡើងមកហើយវាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនដែលធ្វើឲ្យពួកគេឮហើយពិតជាចង់ញ៉ាំខ្លាំងណាស់ហើយកញ្ញាឃ្លាឮបែបហ្នឹងក៏ឲ្យរ៉េរៀបចំនូវសូកូឡាសម្រាប់មិត្តរបស់នាងនៅពេលដែលពួកគេឃើញរ៉េពួកគេក៏បានសួរទៅកញ្ញាឃ្លាថាហេតុអ្វីបានជាយករ៉េមកនៅក្បែរខ្លួនទៅវិញប៉ុន្តែកញ្ញាឃ្លាក៏តបថានាងគឺគ្មានជំរើសនោះទេនាងក៏បានបដិសេធនឹងរឿងនេះផងដែរប៉ុន្តែឪពុករបស់នាងក៏បានបង្ខំមួយវិញទៀតនាងក៏មិនអាចសម្រាកទាំងរីករាយបានដែរដោយសារតែរ៉េគឺមករញ៉េរញ៉ៃនាងរហូតមកមិត្តភក្តិរបស់នាងឮបែបហ្នឹងក៏មានអារម្មណ៍ឈឺចាប់ចំពោះនាងផងដែរហើយរ៉េក៏ចូលរួមនិយាយដូចគ្នាដែលធ្វើឲ្យកញ្ញាឃ្លានាងខឹងលើសដើមនៅពេលហ្នឹងលេណេក៏សួរទៅរ៉េតើនាងពិតជាចូលចិត្តកញ្ញាឃ្លាខ្លាំងមែនឬអត់ហើយរ៉េក៏តបថានាងមិនចូលចិត្តកញ្ញាឃ្លានោះទេដែលធ្វើឲ្យកញ្ញាឃ្លាភ្ញាក់ផ្អើលជាខ្លាំងព្រោះវាជាលើកទី1ដែលនាងឮរ៉េនិយាយបែបនេះក៏ប៉ុន្តែរ៉េនាងនិយាយមិនទាន់ចប់ឡើយគឺនាងមិនមែនចូលចិត្តកញ្ញាឃ្លានោះទេតែនាងស្រឡាញ់កញ្ញាឃ្លាយកតែម្ដងដែលធ្វើឲ្យមិត្តភក្តិរបស់កញ្ញាឃ្លាគាំងខ្លាំងមែនទែនហើយទៅមើលកញ្ញាឃ្លានាងខ្មាស់គេជាខ្លាំង
ហើយបន្ទាប់ពីនោះពួកគេក៏បានងូតទឹកជាមួយនឹងគ្នាដោយលេណេជាអ្នកសម្អាតរាងកាយរបស់កញ្ញាក្លែរហើយចំណែករ៉េគឺធ្វើការកក់សក់ឲ្យកញ្ញាក្លែរទៅនៅពេលហ្នឹងកញ្ញាក្លែរក៏សរសើរពីស្នាដៃកក់សក់របស់រ៉េផងដែរហើយរ៉េក៏ធ្វើការអរគុណអីចឹងទៅហើយយើងក៏ដឹងថាសក់របស់កញ្ញាក្លែរគឺសក់ត្រង់នោះទេហើយនាងធ្វើសក់រួញគឺធ្វើតាមម្ដាយរបស់នាងតែប៉ុណ្ណោះបន្ទាប់ពីរ៉េនាងចាក់ទឹកសម្អាតសាប៊ូនៅលើសក់របស់កញ្ញាក្លែររួចមកយើងឃើញថាកញ្ញាក្លែរនៅពេលដែលសក់ត្រង់គឺស្រស់ស្អាតជាងសក់រួញទៅទៀតដែលធ្វើឲ្យរ៉េនាងឃើញហើយហូរឈាមពេញច្រមុះតែម្ដងបន្ទាប់មកលេណេក៏សរសើររ៉េផងដែរព្រោះនាងទើបតែជួបកញ្ញាក្លែរនោះទេប៉ុន្តែហាក់បីដូចជាដឹងរឿងគ្រប់យ៉ាងអំពីនាងអញ្ចឹងហើយរ៉េនាងក៏តបថាព្រោះតែនាងស្រឡាញ់កញ្ញាក្លែរនឹងហើយបានជានាងដឹងនោះដែលធ្វើឲ្យកញ្ញាក្លែរឮហើយនាងអៀនជាខ្លាំងនៅពេលដែលយប់ចូលមកដល់រ៉េនាងក៏នៅមើលថែកញ្ញាក្លែររហូតដល់នាងគេងលក់ហើយរ៉េនាងក៏សួរទៅកញ្ញាក្លែរថាតើនាងត្រូវការស្នាមថើបឬត្រីសួស្ដីដែរទេដែលធ្វើឲ្យកញ្ញាក្លែរក៏បញ្ញាបដិសេធព្រោះតែអ្នកបម្រើមិនអនុញ្ញាតឲ្យធ្វើវាបានឡើយតែរ៉េនាងគ្រាន់តែនិយាយលេងតែប៉ុណ្ណោះហើយកញ្ញាក្លែរក៏គេងទៅវិញនិងសួររ៉េថាហេតុអ្វីបានជារ៉េនិយាយថាស្រឡាញ់នាងអញ្ចឹងហើយរ៉េក៏តបថាដោយសារតែកញ្ញាក្លែរគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់អញ្ចឹងហើយនាងមិនអាចទ្រាំទ្របានទេចំណែកឯកញ្ញាក្លែរក៏សួរទៀតថាតើនាងចូលចិត្តរូបរាងខ្ញុំមែនអត់រ៉េក៏តបថានាងក៏ស្រឡាញ់បុគ្គលិកលក្ខណៈរបស់កញ្ញាក្លែរផងដែរកញ្ញាក្លែរឮហើយនាងក៏និយាយថានាងគឺស្គាល់ខ្លួនឯងច្បាស់នាងគឺមិនមានបុគ្គលិកលក្ខណៈដែលអ្នកដទៃចូលចិត្តនោះទេហើយកញ្ញាក្លែរក៏ឲ្យរ៉េប្រាប់នាងតាមត្រង់មកនាងមកទីនេះគឺចង់បានអ្វីរ៉េតបថានាងនៅទីនេះព្រោះតែនាងស្រឡាញ់កញ្ញាក្លែរតែប៉ុណ្ណោះគឺគ្មានហេតុផលអ្វីផ្សេងទៀតឡើយក៏ប៉ុន្តែកញ្ញាក្លែរនាងនៅតែមិនជឿរ៉េអញ្ចឹងហើយរ៉េក៏តបថានាងនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីឲ្យកញ្ញាក្លែរជឿមកកាន់នាងនិងសម្លឹងមកកញ្ញាក្លែរបន្ទាប់មកកញ្ញាក្លែរក៏ឲ្យរ៉េទៅគេងវិញទៅដោយបែបនេះរ៉េនាងក៏ងើបដើរចាកចេញនិងនិយាយរាត្រីសួស្ដីទៅកាន់កញ្ញាក្លែរផងដែរហើយកញ្ញាក្លែរក៏នៅគេងគិតអំពីពាក្យសម្ដីរ៉េអញ្ចឹងហើយសារៈរបស់យើងក៏ត្រូវបានបញ្ចប់នៅត្រឹមនេះចង់ដឹងថាសារៈនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្តទាំងអស់គ្នាហើយអេមីមានតែប៉ុណ្្នឹងនោះទេជាចុងក្រោយចំពោះអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់